ទីតាំងកន្លែងបាល់ទះមួយកន្លែងក្នុងសង្កាត់ព្រែកលៀបបើកទទួលភ្ញៀវចូលលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបានយ៉ាងរំភើយសមត្ថកិច្ចក្នុងមូលដ្ឋានមិនខ្ចីអើពើភ្នំពេញបាត់ល្មើសល្បែងស៊ីសងកន្ទុយលេខឆ្នោតឡូតូមន់ជុលតាមអនឡាញនៅតែបន្តសកម្មភាពឥតឈប់ឈររីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារក្សាភាពស្ងៀមស្ងាត់ទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាមន្ត្រីសមត្ថកិច្ចពុករលួយក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបប្រជាចំណូលចិញ្ចឹមឆ្នាំងបាយរបស់ពួកគាត់ផ្ទុយទៅវិញបើមន្ត្រីជំនាញហ៊ានចាប់នោះក្រុមអ្នកបើកល្បែងស៊ីសងទាំងនោះយោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងរបស់ពួកគាត់បានបង់លុយឲ្យមន្ត្រីជំនាញរួចស្រេចបាច់អស់ហើយទើបបានហ៊ានបើកដោយសារសហការជាមួយសមត្ថកិច្ចមូលដ្ឋានទើបបានដំណើរការយ៉ាងរលូនមកដល់សព្វថ្ងៃជាក់ស្ដែងល្បែងស៊ីសងនិងបទល្មើសផ្សេងបានចរាចរខុសច្បាប់ជាច្រើនកន្លែងនៅក្នុងទឹកដីខណ្ឌជ្រោយចង្វាបើកដំណើរការយ៉ាងអនាធិបតេយ្យពុំឃើញមានអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានទប់ស្កាត់បង្ក្រាបសោះឡើយជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានគេហទំព័រសន្តិភាពពិតថាពាក់ព័ន្ធនឹងល្បែងស៊ីសងក្នុងមូលដ្ឋានពិសេសនៅក្នុងសង្កាត់ព្រែកលៀបត្រូវបានប្រជាពលរដ្ឋរិះគន់និងសួរថាតើម្ចាស់ទីតាំងបង់លុយឲ្យសមត្ថកិច្ចតើចូលជាថវិកាជាតិឬចូលហៅប៉ៅមន្ត្រីមូលដ្ឋានក្រុមការងារយើងបានថតផ្ដិតយករូបភាពជាច្រើនកន្លែងដែលលេងល្បែងស៊ីសងហូរកញ្ជ្រៀវជាពិសេសក្នុងសង្កាត់ព្រែកលៀបសារព័ត៌មានយើងបានរាយការណ៍ជូនតែមន្ត្រីសមត្ថកិច្ចនៅតំបន់នោះបែរធ្វើប្រងើយកន្តើយហាក់ដូចមិនមានរឿងអ្វីដូច្នេះប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមជួននរិនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាពិសេសលោកអធិការនគរបាលខណ្ឌជ្រោយចង្វាសូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់ឲ្យបានរាល់ល្បែងស៊ីសងខុសច្បាប់ក្នុងសង្កាត់ព្រែកលៀបព្រោះអីគ្មានមន្ត្រីមានឆន្ទៈទប់ស្កាត់បទល្មើសនិងបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបានឡើយដោយសារមន្ត្រីទាំងនោះបានទទួលលាភសក្ការៈពីទីតាំងល្បែងស៊ីសងទាំងអស់នោះផងក៏មិនដឹងបានជាមិនហ៊ានបង្ក្រាប